ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរយើងមកជួបជាមួយនឹងបងប្រុសដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យវណ្ណដាខេត្តសៀមរាបថ្ងៃនេះដែរខ្ញុំនឹងធ្វើការសាកសួរព័ត៌មានមួយចំនួនដូចជាតកតងនឹងចំណាប់អារម្មណ៍របស់គាត់ដែលបានសិក្សានៅសាកលវិទ្យាល័យវណ្ណដាក៏ដូចជាឲ្យគាត់ជួយចែករំលែកនៅបទពិសោធន៍ខ្លះៗនៃការសិក្សានៅសាកលវិទ្យាល័យវណ្ណដាខេត្តសៀមរាបព្រមទាំងចែករំលែកនៅបទពិសោធន៍ការងារដែលគាត់កំពុងតែអនុវត្តការងារកន្លងមកនេះផងដែរតែអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅជួបជាមួយនឹងបងប្រុសទាំងអស់គ្នាជំរាបសួរបងបាទបងសូមជួយណែនាំខ្លួនបន្តិចទៅដើម្បីឲ្យពុកម៉ែបងប្អូនអរគ្នាបានស្គាល់បងកាន់តែច្បាស់បាទសូមជួយណែនាំខ្លួនជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះឡុងរតនាជាអតីតនិស្សិតនៃវិទ្យាស្ថានវណ្ណដាគណៈនៃចំនួនទី1វគ្គ1នៃខេត្តសៀមរាបបាទអរគុណច្រើនបងសម្រាប់ការណែនាំខ្លួនអញ្ចឹងយើងឃើញថាបងគឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យវណ្ណដាខេត្តសៀមរាបរបស់យើងអញ្ចឹងខ្ញុំមានមួយសំណួរដើម្បីធ្វើការសាកសួរទៅបងតើបងយល់ឃើញយ៉ាងណាដែរបានជាបងជ្រើសរើសយកការសិក្សាទៅលើជំនាញគណនេយ្យនៅសាកលវិទ្យាល័យវណ្ណដាដោយសារតែខ្ញុំចូលរៀនគណនេយ្យនៅសាកលវិទ្យាល័យវណ្ណដាគឺទី1មានឱកាសការងារច្រើនតកតងនឹងជំនាញច្បាស់លាស់យើងអាចស្វែងរកការងារនៅស្ថាប័នណាមួយដូចជាស្ថាប័នរដ្ឋឬក៏ឯកជនដូចជាក្នុងធនាគារជាដើមហើយក្នុងការសិក្សានៅជាស្ថានវណ្ណដាគណៈនេះយើងសិក្សារយៈពេលតែ2ឆ្នាំ8ខែយើងនឹងបញ្ចប់បញ្ញាបត្របាទអរគុណច្រើនបងសម្រាប់ចម្លើយអញ្ចឹងខ្ញុំមានសំណួរបន្តទៀតដើម្បីសាកសួរទៅបងសំណួរបន្តទៀតនេះខ្ញុំចង់សួរថានៅពេលដែលបងរៀនជំនាញគណនេយ្យនៅសាកលវិទ្យាល័យវណ្ណដាតើជំនាញគណនេយ្យនេះអាចជួយអភិវឌ្ឍខ្លួនបងយ៉ាងដូចម្តេចខ្លះដែរនៅក្នុងក្រុមហ៊ុននៅពេលដែលបងកំពុងតែបំពេញការងារតកតងនឹងការអភិវឌ្ឍក្នុងការរៀនជំនាញគណនេយ្យនិងហិរញ្ញវត្ថុគឺនៅពេលដំបូងដែលខ្ញុំចាប់ផ្ដើមចូលធ្វើការគឺខ្ញុំត្រឹមជាជំនួយការគណនេយ្យបន្ទាប់ពីខ្ញុំធ្វើការជាជំនួយការគណនេយ្យរយៈពេល1ឆ្នាំទៅខ្ញុំអភិវឌ្ឍទៅកាន់គណនេយ្យក៏យកតែម្ដងនៅក្នុងស្ថាប័នឯកជនអូខេអរគុណច្រើនបងតើតើជាមួយនឹងការគ្រប់គ្រងពេលវេលាវិញតើបងបែងចែកយ៉ាងណាដែរដោយសារតែបងធ្វើការផងបងរៀនផងចឹងទៅតើតើការពេលវេលាតើបងបែងចែកយ៉ាងម៉េចដែរបងតកតងនឹងការគ្រប់គ្រងពេលវេលាគឺខ្ញុំធ្វើការនៅវេនព្រឹកហើយតកតងនឹងការរៀនរបស់ខ្ញុំគឺខ្ញុំរៀននៅវេនយប់អញ្ចឹងខ្ញុំធ្វើការនៅម៉ោង7ចេញនឹងម៉ោង4ហើយខ្ញុំអាចសិក្សានៅសាកលវិទ្យាល័យវណ្ណដាចាប់ពីម៉ោង6រហូតដល់ម៉ោង9អូខេបងអរគុណច្រើនអញ្ចឹងនៅពេលដែលបងធ្វើការបដារៀនបដាអញ្ចឹងតើមានជួបឧបសគ្គឬក៏បញ្ហាខ្លះដែរដោយសារតែបងត្រូវបំពេញការងារពេលព្រឹកហើយយប់ឡើងត្រូវមកបន្តការសិក្សាទៀតអញ្ចឹងតើមានការជួបឧបសគ្គឬក៏បញ្ហាអ្វីខ្លះដែរបងអាចចែករំលែកទៅបងប្អូនដែលគាត់ចង់រៀនចំណេះគណនេយ្យបន្ថែមទៀតណាបងតកតងនឹងការលំបាកគឺតែងតែជួបទេដោយសារតែពីមុនយើងរៀននៅវិទ្យាល័យគឺយើងអាចមានពេលទនេច្រើននៅពេលដែលយើងចាប់ផ្ដើមមកចូលនៅសាកលវិទ្យាល័យយើងរៀនផងយើងធ្វើការផងដើម្បីយើងអាចស្វែងរកប្រាក់ចំណូលដើម្បីរៀនបន្តហើយយើងខិតខំរៀនទៅព្រោះយើងបើសិនយើងឆ្លាញ់ជំនាញណាមួយយើងគួរតែព្យាយាមរៀនឲ្យចប់កាន់តែល្អនៅពេលដែលបងចូលសិក្សានៅសាកលវិទ្យាល័យវណ្ណដានេះតើបងមានអារម្មណ៍បែបណាដែរបងបាទបងខ្ញុំសប្បាយចិត្តក្នុងការសិក្សានៅសាកលវិទ្យាល័យវណ្ណដាដោយសារតែនៅទីនេះគឺតកតងនឹងបន្ទប់គឺធំទូលាយហើយមានផាសុកភាពគ្រឿងប្រើប្រាស់គឺទំនើបហើយមានបណ្ដាល័យធំទូលាយក្នុងការសិក្សាស្រាវជ្រាវហើយតកតងសាស្ត្រាចារ្យល្អមានជំនាញច្បាស់លាស់ហើយនឹងបទពិសោធន៍ជាច្រើនឆ្នាំបាទអរគុណច្រើនបងសម្រាប់ចម្លើយហើយជាចុងក្រោយនេះបងមានអ្វីដើម្បីផ្ដាំផ្ញើទៅបងប្អូនដែលទើបតែប្រឡងចប់ទី12ឬក៏ចប់ទី12យូរហើយដើម្បីឲ្យគាត់ងាយស្រួលក្នុងការជ្រើសរើសនៅជំនាញមួយដែលច្បាស់លាស់បាទសូមជម្រាបជាចុងក្រោយក្នុងនាមខ្ញុំជាអតីតនិស្សិតនៅសាកលវិទ្យាល័យវណ្ណដាសូមផ្ដាំផ្ញើទៅបងប្អូនដែលទើបតែចប់ទី12ក៏បញ្ចប់ទី12យូរឆ្នាំហើយបើសិនចង់សិក្សាទាក់ទងនឹងគណនេយ្យហិរញ្ញវត្ថុដែលមានជំនាញច្បាស់លាស់បងប្អូនអាចសិក្សានៅសាកលវិទ្យាល័យវណ្ណដាបានបាទអរគុណច្រើនបងសម្រាប់ការផ្ដល់ពេលវេលាដ៏មានតម្លៃក្នុងការផ្ដល់កិច្ចសម្ភាសន៍នៅថ្ងៃនេះដែលបានចែករំលែកនៅព័ត៌មានសំខាន់មួយចំនួនទាក់ទងជាមួយនឹងបទពិសោធន៍នៃការសិក្សានៅសាកលវិទ្យាល័យវណ្ណដាព្រមទាំងបទពិសោធន៍ក្នុងនាម
ដែលបងបំពេញការងារនៅក្នុងតួនាទីជាគណនេយ្យករនៅក្នុងស្ថាប័នមួយជាក់ស្ដែងផងដែរអញ្ចឹងជាចុងក្រោយខ្ញុំអត់មានអីទេក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសូមប្រាំផ្ញើទៅបងប្អូនដែលទើបចប់ទី12ឬក៏ចប់ថ្នាក់ទី12យូរហើយបើសិនជាបងប្អូនចង់បានជំនាញគណនេយ្យច្បាស់លាស់កុំភ្លេចសាកលវិទ្យាល័យវណ្ណដា